ព្រៃប្រោះហ្នឹងហើយនិយាយទៅអ្នកដែលគាត់ឆ្លងខេត្តកំពង់ធំជាពិសេសទៅតម្រង់ទៅសៀមរាបខ្ញុំគិតថាភាគច្រើនគឺគាត់ស្គាល់ព្រៃប្រោះហ្នឹងសូម្បីតែខ្ញុំផ្ទាល់ហើយពេលដែលខ្ញុំទៅសៀមរាបខ្ញុំមិនដែរចោលទេគឺចូលទៅញ៉ាំអីនៅហ្នឹងហើយចង់ថាហើយមុខហូបពិសេសនៅហ្នឹងដែលខ្ញុំអត់ដែរចោលហ្មងទៅដល់ខ្ញុំហាវហើយគឺទឹកគ្រឿងយល់ទៅនៅព្រៃប្រោះហ្នឹងម្ហូបខ្មែរគាត់មានច្រើនមុខអញ្ចឹងទៅយើងអត់សូវពិបាកហេនេះឲ្យចង់ញ៉ាំម្ហូបឆ្ងាញ់អីហ្នឹងគឺកុំចោលនិយាយទៅថាជីឆ្លងកាត់ហ្នឹងចូលទៅកំពង់ធំនៅព្រៃប្រោះហ្នឹងម្ហូបគេឆ្ងាញ់ហ្មងអានេះសម្រាប់ខ្ញុំណាខ្ញុំរ៉េតឲ្យគាត់ព្រោះដោយសារពីច្រើនខ្ញុំហៅសឹងទៅគ្រប់មុខញ៉ាំនៅហ្នឹងហើយអត់ថាខ្ញុំទៅយ៉ាងមួយឆ្នាំឬក៏មួយឆ្នាំខ្ញុំទៅផ្លូវហ្នឹង2 3 ដងអញ្ចឹងខ្ញុំចូលរហូតខ្ញុំអត់ដែរខាននេះហើយស្លោគាត់ដូចជាម្ជូរផលិតកពើត្រីអីហ្នឹងលះចង់ឲ្យថាអ្នកខ្លះគាត់តាម restaurant មួយចំនួនគាត់ស្លោទៅគាត់ដាក់អំពិលរៀងស្ទើអញ្ចឹងបើយើងតែញ៉ាំនៅហ្នឹងខ្ញុំញ៉ាំលះខ្ញុំចូលចិត្តហ្មងនិយាយទៅខ្ញុំញ៉ាំឆ្ងាញ់ហ្មងហើយពីច្រើនអ្នកផ្ទះខ្ញុំគាត់ហៅអីច្រើនផ្សេងទៀតអីអញ្ចឹងតែបើខ្ញុំផ្ទាល់ខ្ញុំទៅខ្ញុំហៅតែ2 3មុខហ្នឹងឯងមិនដឹងហូបប្រចាំតកូលមកអត់ចោលអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអ្នកខ្លះដែលគាត់អត់ទាន់បានស្គាល់នឹងអត់បានទៅចូលសាកញ៉ាំអីនៅហ្នឹងសាកទៅនិយាយទៅអត់ខកម្ដងនិយាយមែនខ្ញុំនិយាយទៅខ្ញុំ recommend ឲ្យហ្មង